របៀបកំណត់ម៉ាស៊ីនត្រជាក់ទាំងស្រុងទៅលើប្រភេទ Hilux និងប្រភេទ Fortuner អញ្ចឹងប្លុកនេះគឺប្លុកម៉ាស៊ីនត្រជាក់ហើយសម្រាប់ការបើកម៉ាស៊ីនត្រជាក់យើងចូលមកដំបូងយើងគ្រាន់តែចុចរូបកង្ហារមួយគឺម៉ាស៊ីនត្រជាក់ចាប់ផ្ដើមដំណើរការអញ្ចឹងអក្សរអូតូនៅពេលដែលអត់មានភ្លើងអញ្ចឹងគឺយើងអត់ដំណើរការទេនៅពេលដែលយើងចុចមួយគឺវាមានភ្លើងអូតូហ្នឹងគឺនៅពេលដែលយើងកំណត់ស្ថានភាព low ដូចអញ្ចឹងគឺម៉ាស៊ីនត្រជាក់វាប្រឹងធ្វើម៉េចឲ្យឡានយើងឆាប់ត្រជាក់អូតូហើយឧទាហរណ៍ថាបើសិនជាឥឡូវបងចង់កំណត់មក19 20ចាស់20នៅពេលដែលវាត្រជាក់ដល់20គឺវាផ្ដាច់អូតូហើយបើសិនជាបងប្អូនយើងសេរីត្រង់ណាមួយគឺវាដាច់អូតូឧទាហរណ៍ថាខ្ញុំលែងចង់កំណត់អូតូគាត់ខ្ញុំចុចរូបកង្ហារនេះមួយគឺវាលែងមាន function អូតូនឹងដំណើរការអានេះគឺយើងកំណត់ manual វិញអញ្ចឹងអូតូហ្នឹងគឺវាផ្ដាច់នឹងក៏ភ្ជាប់ដល់ស្វ័យប្រវត្តិនៅពេលដែលវាដល់កំណត់ស្ថានភាពដែលយើងបានកំណត់អូខេឥឡូវខ្ញុំបន្ថយល្បឿនខ្យល់សិនហើយអក្សរ off នេះបានន័យថាបិទបើសិនជាបងចុចមួយគឺម៉ាស៊ីនត្រជាក់គឺដាច់ហើយលែងដំណើរការទាំងខ្យល់ត្រជាក់អីគឺបិទទាំងអស់និយាយរួមគឺបិទម៉ាស៊ីនត្រជាក់បន្តមកទៀត front មានរូបរៀងអាឡុកឡើងហ្នឹងគឺយើងប្រើនៅពេលដែលយើងស្អាប់កញ្ចក់ពេលភ្លៀងពេលមេឃចុះអាប់ខ្លាំងដែលធ្វើឲ្យអាប់កញ្ចក់ស្ថានភាពនៅខាងក្រៅនិងខាងក្នុងអត់ស្មើគ្នាធ្វើឲ្យកញ្ចក់ឡើងអាប់គឺយើងចុច front នឹងមួយបន្តមកទៀតយើងត្រូវបិទឡើងល្បឿនខ្យល់នេះឲ្យខ្ពស់អញ្ចឹងនៅពេលដែលខ្យល់នឹងខ្លាំងហើយវាបាញ់ទៅកញ្ចក់ហើយអញ្ចឹងដើម្បីកម្ដៅតើយើងតម្លើងស្ថានភាពកញ្ចក់ស្ថានភាពរបស់ម៉ាស៊ីនត្រជាក់របស់យើងអញ្ចឹងយើងតម្លើងរហូតដល់ក្ដៅទៅហើយដើម្បីបំបត្តិការអាប់ទៅលើកញ្ចក់មកសន្ទុះក្រោយមកនៅពេលដែលកញ្ចក់លែងស្អាប់ហើយយើងអាចដូរទៅជាការត្រជាក់វិញធម្មតាយើងចុចបិទវាចោលមួយសិនមកអញ្ចឹងអានេះគឺរូបមកបុកមកមនុស្សវិញហើយអញ្ចឹងត្រជាក់ខ្យល់បាញ់មកមុខវិញហើយហើយនេះគឺស្អំខាងក្រោយបានថាកញ្ចក់កាត់អាប់ផ្នែកខាងក្រោយចុចមួយមកគឺនៅខាងក្រៅគឺមានអង្តែនមកជួរឆ្នោតឆ្មាហ្នឹងគឺសម្រាប់កម្ដៅកញ្ចក់ខាងក្រោយកុំឲ្យមានអាប់យើងចុចមួយទៀតគឺបិទអញ្ចឹងនៅពេលដែលមានភ្លើងគឺបើកខ្ញុំតម្លាក់ល្បឿនខ្យល់បន្តិចតមកទៀតអានេះគឺកង្ហារតូចនិងកង្ហារធំកង្ហារតូចនេះគឺបន្ថយល្បឿនខ្យល់កង្ហារធំនេះគឺតម្លើងល្បឿនខ្យល់មកខ្យល់មកកាន់តែខ្លាំងហើយមួយទៀតនេះបងប្អូនឃើញរូបមនុស្សអង្គុយហើយមានរូបបាញ់ចុះក្រោមមានបាញ់មកមុខអានេះគឺកន្លែងដែលយើងអាចសេរីទិសដៅរបស់ខ្យល់ចាំន័យថាឥឡូវនេះគឺទិសដៅរបស់ខ្យល់គឺបាញ់ចំមុខមនុស្សបើយើងចុចវាមួយទៀតវាបាញ់ផ្នែកខាងលើនេះផងនិងផ្នែកជើងផងចាំថាត្រជាក់ខាងលើផងយើងត្រជាក់នៅខាងជើងនេះផងហើយរូបអានេះយើងចុចដាក់តែជើងអានេះគឺត្រជាក់ជើងជាមួយនឹងបាញ់ទៅខាងកញ្ចក់អានេះគឺត្រជាក់មកមុខហើយនេះរូបឡានហើយមានខ្យល់ក្នុងបានន័យថាយើងប្រើប្រាស់ខ្យល់ខាងក្នុងនៅពេលដែលបងប្អូនជិះកាត់តំបន់ស្អុយលូស្អុយអីក៏វាអត់ស្អុយចូលដែរដោយសារយើងប្រើតែខ្យល់ក្នុងគឺវិលទៅវិលមកគឺខ្យល់ខាងក្នុងហើយខ្យល់របស់យើងត្រជាក់ល្អហើយអត់មានធូលីអត់មានធំក្លិនអីបើសិនជាបងប្អូនដល់តំបន់ខ្យល់អាកាសបរិសុទ្ធតំបន់ភ្នំអីយើងអាចយកខ្យល់ក្រៅបានយើងចុចវាកុំឲ្យមានភ្លើងមកគឺនេះអត់មានភ្លើងទេអាហ្នឹងគឺយើងប្រើខ្យល់នៅខាងក្រៅស្រោបខ្យល់អាកាសបរិសុទ្ធពីខាងក្រៅមកហើយអក្សររាខាងនេះខុសពីរាខាងនេះគឺស្អំរាខាងនេះគឺបិទឬក៏បើកម៉ាស៊ីនត្រជាក់ផ្នែកកដាលអញ្ចឹងផ្នែកកដាលគឺគេមានម៉ាស៊ីនត្រជាក់ដាច់ដライដែលអាចសេរីដើម្បីឲ្យខ្យល់ចេញនៅជួរទី2និងជួរទី3តែឧទាហរណ៍ថាអ្នកអង្គុយខាងក្រោយគាត់ចោះទៅបានហើយគាត់ភ្លេចបិទម៉ាស៊ីនត្រជាក់យើងអាចចុចបិទពីនេះនឹងបានយើងចុចអានេះមួយអានេះគឺយើងបិទអានេះមួយទៀតគឺយើងបើកហើយនៅផ្នែកខាងក្រៅក៏គេមានកន្លែងដែលគេចុចបិទបើកដាច់ដライហើយសម្រាប់0 21 22 23ហ្នឹងគឺគេមានកៅអីខ្យល់ត្រជាក់នេះ L ហ្នឹងគឺខាងឆ្វេង R ហ្នឹងខាងស្ដាំនេះខាងតកុងអញ្ចឹងអានេះល្បឿនខ្យល់យើងអាចកំណត់មកទៀតអានេះគឺបិទយើងតម្លើងមកកម្ម2កម្ម3កម្ម4កម្មមានតែខ្យល់នឹងចេញពីកៅអី Fortuner គេមានផ្នែកជួរកណ្ដាលដែលគេអាចសេរីបញ្ជាបិទឬក៏បើកនេះអញ្ចឹងនេះគេចេញថាអក្សរអូតូហើយមានរូបល្បឿនខ្យល់ខាងនេះអញ្ចឹងអានេះគេមានអូតូនិង off អានេះ off នេះគឺបិទ
អូតូដែលយើងបញ្ចូលខាងមុខមិញគឺវាកំណត់ស្វ័យប្រវត្តិអានេះលឿនខ្យល់អានេះយើងមាន1កម្ម2កម្ម3កម្ម4កម្មអញ្ចឹងទៅអញ្ចឹងបងប្អូនចង់ឲ្យវាខ្យល់តិចយើងអាចតម្លាក់មកដើម្បីវាខ្យល់មកតិចអានេះខ្យល់ខ្លាំងយើងតម្លើង4ខ្យល់អានេះគឺ off ផ្នែកខាងក្រោយអានេះយើងបញ្ជាបានតែខាងក្រោយទេបើខាងមុខគេអាចបញ្ជាខាងមុខផងនិងផ្ដាច់ខ្យល់ត្រជាក់នៅខាងក្រោយនេះផងបងប្អូនកុំភ្លេចចុច follow ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីរថយន្តនិងការប្រើប្រាស់រថយន្តរបស់ Toyota